ចានេះខ្ញុំបញ្ចូលសំឡេងនេះគឺវគ្គតទេបងប្អូនគឺថាដំណើរកំសាន្តនៅភូមិកពតអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងហូបបាយហូបអីហើយគឺយើងគិតគ្នានាំគ្នាទៅជីកទូកលេងបងប្អូនជីកទូកអត់មែនជីកនៅត្រើយខាងនេះទេគឺថាឆ្លងទៅខាងកោះណាបងប្អូនគឺកោះណាអត់សូវមានពីណាទៅទេតែមានតែពួកខ្ញុំទេនេះទៅតែពីរទូកខ្ញុំឯងតែមើលទៅរៀងឆ្ងាយគួរសមដែរអញ្ចឹងណាមែន2នាក់ខ្ញុំលើទូកណាបងប្អូនគឺខ្ញុំ2នាក់លើទូកបងប្អូនប្រុសខ្ញុំមួយទៀតគឺគាត់ចែវទូកម្នាក់ឯងបងប្អូនគាត់ហ៊ានជិះទេគាត់ខ្លាចទឹកអញ្ចឹងណាហើយនេះគឺថាចេញដំណើរទៅហើយទៅដល់ទៅលើកោះបងប្អូនហើយកោះហ្នឹងក៏អត់មានមនុស្សនៅដែរកោះហ្នឹងស្អាតណាស់បងប្អូនហើយមុននឹងខ្ញុំទៅកោះហ្នឹងក៏ខ្ញុំថតពីទេសភាពខាងនេះសិនអញ្ចឹងបងប្អូនឃើញថាពួកក្មេងៗហ្នឹងគេអុំទូកលេងគេអុំនៅខាងនេះទេគេបានទៅកោះទេបងប្អូនគេអុំនៅម្ខាងនេះលេងសិនអញ្ចឹងណាហើយពួកគាត់ក៏បានទៅទេហើយខ្ញុំថតពីទេសភាពត្រើយម្ខាងខាងនេះជូនបងប្អូនមើលសិនអញ្ចឹងបងប្អូនហើយនោះគឺជាខាងកោះគឺថាឆ្ងាយគួរសមដែរបងប្អូនអ្នកខ្លាចទឹកអីចឹងអត់ហ៊ានទៅទេចំណែកពួកខ្ញុំវិញឃើញថាទេសភាពស្អាតហើយក៏នាំនេះទៅនេះខ្ញុំមកដល់កោះហើយបងប្អូនមានមនុស្សប្រយ័ត្នពីដើទុកទីដែរទៅនោះទៅអីដល់លើកោះហើយបងប្អូនសប្បាយចិត្តខ្លាំងហ្មងដូចមានតែយើងម្នាក់ឯងនៅលើកោះអញ្ចឹងណាហើយបងប្អូនខ្ញុំក៏អមទូកដើរលេងថតព្រៃប្រឹក្សាមើលលេងហើយមកខាងនោះមិញណាបងប្អូនគឺរមណីយដ្ឋានគេដែរគឺថានៅចិត្តគ្នាទេរមណីយដ្ឋានខេត្តកំពតគឺមានច្រើនមែនតែនហើយក៏នៅមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលដែរគឺថាចិត្តទេបងប្អូនជិះម៉ូតូទៅក៏ដល់ដែរអញ្ចឹងណាហើយនៅយើងមកដល់កោះហើយយើងមើលទៅឃើញតែត្រង់ខាងឃើញតែឆ្ងាយគួរសមដែរបងប្អូនហើយនេះគឺខ្ញុំនៅលើកោះម្នាក់ឯងតែមានមនុស្សមានអីទេហើយម៉ោងហ្នឹងក៏ម៉ោងពេលរសៀលហើយបងប្អូនគឺ4កន្លះហើយប៉ុន្តែនៅថ្ងៃនៅចែងចាំងខ្លាំងមែនតែនហើយពួកខ្ញុំក៏វិលត្រឡប់មកវិញហើយត្រឡប់មកវិញគឺស្ទះចរាចរណ៍បងប្អូនមិនមែនចរាចរណ៍អីទេគឺចរាចរណ៍ទូកគេទៅនេសាទក្តាមគៀបកងអីចឹងណាបងប្អូនគឺថាមួយហើយមួយទៀតជាប់គ្នារហូតហ្មងហើយនេះក៏ខ្ញុំពងអង្គុយរងចាំទូកឲ្យផុតចឹងបងប្អូនហើយថ្ងៃវាចេញកម្ដៅក្តៅខ្លាំងមកពីលើប៉ុន្តែពីក្រោមវិញគឺទឹកត្រជាក់ស្រាប់ហ្មងបងប្អូនអត់មានអារម្មណ៍ថាក្តៅអីទេហើយក៏បងប្អូនខ្ញុំក៏ចាំដូចគ្នាដែរអញ្ចឹងអត់ហ៊ានមកទេគឺទូកឆ្លងកាត់ច្រើនមួយហើយមួយទៀតអញ្ចឹងណាហើយឥឡូវខ្ញុំក៏មានតែប៉ុណ្្នឹងទេចាឥឡូវដល់ទីបញ្ចប់ហើយបាយសុខសប្បាយអ្នកនរគ្នា